អូខេសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះគឺយើងមកសិក្សាអំពីលំហាត់ ellipse តទៀតដែលនិយាយពីការសង់ហើយចំពោះបងប្អូនទី12ឆ្នាំក្រោយបើដល់ឆ្នាំ2027បើសិនជាមានបំណងចង់រៀនជាមួយគ្រូអាច join group Telegram ដែលគ្រូដាក់នៅលើ caption នឹងសិនបានឥឡូវយើងមកមើលលំហាត់យើងវិញអញ្ចឹងតើតើនឹងការសង់យើងត្រូវស្គាល់ប្រវែង A ដែលអាធំប្រវែង B អាតូចកម្ពស់កំណមអញ្ចឹងទៅហើយអាធំយើងគឺអាធំឈរ A យើងគឺស្របជាមួយអាឈរអញ្ចឹងដើម្បីសង់បានលោកគ្រូណែនាំឲ្យយើងគូសសុំវាសិនដើម្បីគូសសុំនឹងបានយើងត្រូវស្គាល់ផ្ចិតសិនក្នុងលំហាត់នេះគឺផ្ចិតវានៅកន្លែងគោលតម្រុយ00នេះនៅកន្លែងហ្នឹងហ្មងអញ្ចឹងដើម្បីគូសសុំយើងមើលប្រវែងអាធំយើង A យើងអាធំឆអញ្ចឹងឡើងទៅលើចំនួន5ឯកតានេះ A យើងស្មើ5អញ្ចឹងចេញពីផ្ចិតចំនួន5ឯកតាដល់លើកន្លែងនេះដល់កន្លែងហ្នឹងហើយមកក្រោមបាន5ឯកតាទៀតអញ្ចឹងដល់កន្លែងនេះសុំទៅដល់កន្លែងហ្នឹងដល់ពេលB បើធ្វើអាធំយើងឆអាតូយើងក៏ជាដេកហើយអញ្ចឹង B យើងស្មើ3យើងគូចេញពីផ្ចិតហ្នឹងមកខាងស្ដាំ3កតាត្រឹមនេះមកឆ្វេង3កតាដោយសារវានៅលើគោលតម្រុយនៅលើអាហ្មងអញ្ចឹងយើងគូទៅក៏វាអត់ឃើញដែរនៅលើហ្នឹងហ្មងអញ្ចឹងរបៀបគូសុំនេះយើងដឹងថាវាទៅដល់ត្រឹមហ្នឹងត្រឹមនេះ5ដក5នេះយើងគូវាឡើងទៅលើទៅនេះឡើងទៅលើខែដូចគ្នាយើងគូចានេះវាដល់ត្រឹមនេះត្រឹម5នេះយើងភ្ជាប់វាដល់គ្នាមកនេះហើយដូចគ្នាអញ្ចឹងយើងសង់សុំនឹងបានហើយយើងចាប់ផ្ដើមដៅកម្ពូលទី1គឺកូណេ x យើង0 y 5អញ្ចឹងនៅកន្លែងនេះកម្ពូលទី1នេះកម្ពូលទី1 v1 កម្ពូលទី2 0 ដល់5នៅក្រោមវិញនេះកម្ពូលទី2ឡើងនេះកំណំទី1គឺ04នេះ04ឡើងនេះកំណំទី1ដល់ពេលកំណំទី2 0 ដល់4នេះ0ដល់4នៅក្រោមវិញនេះកំណំទី2ហើយយើងត្រូវគូដល់កន្លែងនេះដល់កន្លែងកម្ពូលរបស់អាតូចដូចគ្នាអញ្ចឹងយើងចាប់ដើមប្រើបន្ទាត់ការគូបន្ទាត់យើងមាន2យើងគូប្រើធំប្រើតូចយើងអាចលសិនអញ្ចឹងយើងលមកនេះបើសិនជាយើងប្រើតូចវាប្រើបានរូបនេះរឿងធំណាអញ្ចឹងបើយើងប្រើតូចវាគូទៅដូចអត់សូវត្រូវទេយើងប្រើធំវិញបានត្រូវជាងអាធំយើងដោយសាររូបរឿងធំយើងអាចមើលកន្លែងទៅនេះមុនគេមកនេះដែលវាអាចត្រូវគូចេញនេះអានេះយើងអាចគូមកទៅគឺដូចជាគូបានថ្មីកុំឲ្យវាស្រួចហើយកុំឲ្យវាគូទៅកុំឲ្យវាខុសខាងគ្នាគូវាឲ្យស្មើគ្នា symmetry គ្នាឥឡូវឧទាហរណ៍គ្រូយកប៉ុណ្ណឹងថាស្អាតចោះនេះប៉ុណ្ណឹងចឹងនេះគ្រូសម្គាល់នៅលើបន្ទាត់មកយើងគូសម្គាល់ទៅហើយដូចគ្នានេះត្រង់ហ្នឹងរឿងវៃមកសាដានធ្លាប់គូច្រើនដងចឹងនេះដល់អញ្ចឹងយើងចាប់ដើមគូមកបានមួយកណាត់សិនយើងគូដល់មួយកណាត់ហើយត្រឡប់បន្ទាត់នឹងមកនេះដាក់ចំកន្លែងនឹងដែរចំកន្លែងនឹងដែរខាងនេះគឺដូចគ្នានេះចំកន្លែងហ្នឹងចំអញ្ចឹងហើយយើងគូទៀតមកនេះជាប់វាមកនេះតមកត្រឡប់បន្តទៀតនេះត្រឡប់មកខាងទៀតអូខេហើយដាក់កន្លែងនេះយើងគូចំណាំមិនដែរនេះកន្លែងនេះយើងធ្វើអញ្ចឹងទើបយើងគូទៅស្អាតហើយអត់ខុសបើសិនយកបានគូសម្គាល់នៅលើបន្ទាត់យើងទេយើងអត់ដឹងថាមិនយើងដាក់កន្លែងណាទេអញ្ចឹងគូទៅវាអាចប៉ែលរូបយើងវាអត់ស្មើគ្នាទេនេះហើយត្រឡប់បន្តទៀតមកនេះដាក់ចំកន្លែងហ្នឹងដដែលនេះចំកន្លែងហ្នឹងអានឹងនេះពេលយើងគូអញ្ចឹងយើងដាក់ទៅវាគូទៅគឺវាអត់ខុសទេវាត្រូវហើយវាស្មើគ្នារូបវាអត់ប៉ែលនេះឃើញរូបយើងនេះអញ្ចឹងរបៀបគូគឺយើងគូបែបហ្នឹងហើយសង្ឃឹមថាវីដេអូនេះនឹងជួយឲ្យបងប្អូនសង់ ellipse គឺបានត្រឹមត្រូវហើយឆ្នាំហ្នឹងភាគរយនៃការចេញ ellipse គឺខ្ពស់ក្នុងការបន្តមកដប់ហ្នឹងអញ្ចឹងបងប្អូនរៀនសង់ឲ្យបានត្រឹមត្រូវទាំងអស់គ្នាទៅអញ្ចឹងកុំភ្លេចជួយចុច like follow និង share នោះផងហើយយើងជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ